ដំណើរការផលិតមកលី8 NN process របស់ក្រុមហ៊ុន TSMC ដំណើរការផលិតមកលី8 nanometer ឬមកលី8 nm process របស់ក្រុមហ៊ុន TSMC ប្រើប្រាស់បច្ចេកវិទ្យា High-K Metal Gate និង Gate Last បច្ចេកវិទ្យាមកលី8 High Performance Compact Plus មកលី8 XPC Plus មានលក្ខណៈពិសេសនៃសមត្ថភាពខ្ពស់និងការប្រើប្រាស់ថាមពលទាបបូករួមទាំងប្រព័ន្ធ Ecology នៃការរចនាដ៏រលូនវាគាំទ្រដល់ការប្រើប្រាស់យ៉ាងទូលំទូលាយរួមមានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ Digital DCE ការកម្សាន្តក្នុងផ្ទះនិង Internet of Things IoT ដំណើរការផលិតមកពី2 nanometer Ultra Low Power មកពីULP គឺត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាមកពី8 nanometer របស់ TSMC បើប្រៀបធៀបទៅនឹងមកពី8 HPC Plus បច្ចេកវិទ្យាមកពីULP ផ្ដល់នូវការកាត់បន្ថយទំហំផ្ទៃបាន 10% បង្កើនល្បឿនបានជាង 10% ឬកាត់បន្ថយការប្រើប្រាស់ថាមពលបានជា 20% ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់លើទូរទស្សន៍ Digital DTVs ប្រអប់ Set-top STBs ទូរស័ព្ទ Smartphone ការដំណើរការរូបភាព Image Processing Edge AI និងផលិតផលប្រើប្រាស់ទូទៅ TSMC ផ្ដល់ជូននូវបច្ចេកវិទ្យា Embedded Resistive Random Access Memory RMA ដើម្បីបំពេញតម្រូវការរបស់អតិថិជន TSMC គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតទ្រង់ទ្រាយធំនូវបច្ចេកវិទ្យា Embedded Resistive Random Access Memory RMA តាមរយៈដំណើរការ22 nanometer Ultra Low Leakage ដែលមានលក្ខណៈពិសេសនៃតុល្យភាពរវាងតម្លៃនិងភាពជឿជាក់